នេះជាវីដេអូខ្ញុំមកដើរលេងនៅខេត្តកែបជាថ្ងៃចូលឆ្នាំថ្ងៃទី1និយាយទៅមក4-5នាក់មកលេងទឹកចឹងណាហើយនេះជាទស្សនវិជ្ជានៅកែបបងប្អូនមនុស្សច្រើនណាហើយសប្បាយហើយស្វាយខេត្តស្វាយក្រុងហ្នឹងគាត់មកលេងជាមួយប្រជាពលរដ្ឋនិយាយទៅសប្បាយទាំងអស់គ្នានិយាយទៅអ៊ូអហើយលេងអីគឺអត់ប្រកាន់អត់អីទេគឺសុបាយហើយក៏អត់មានអ្នកណាមកធ្វើអីបែបខុសសិលធម៌អីដែរពីថាប៉ាត់ម្សៅប៉ាត់អីលក្ខណៈធម្មតាសុបាយជុំគ្នាហើយបន្ទាប់ពីលេងទឹកហើយអីហើយក៏ជួយខេត្តជួយក្រុងចឹងខ្ញុំមិនសូវចេះនិយាយបើខុសឆ្គងអីកុំប្រកាន់ខ្ញុំហើយក៏ចាប់ដើមមើលគាត់លេងប្រពៃណីខ្មែរលេងទាញព្រាត់ទាញអីចឹងណានិយាយទៅមានលបាំខ្មែរមានអីជាច្រើនទៀតតែខ្ញុំអត់បានថតអស់ឲ្យបងប្អូននេះយកបែបសង្ខេបចឹងណាព្រោះខ្ញុំមិនសូវបានថតបានគ្រប់ជ្រុងជ្រោយទេព្រោះដោយសារអីយើងមានកូនតូចកូនអីចឹងណាព្រោះអត់អាចប្រឡែងបានទេខ្លាចវិញគ្នាមនុស្សច្រើនដែរចឹងទៅហើយកូនយើងក៏តូចហើយមិនមកតែម្នាក់ណាមកដល់3-4នាក់ចឹងណាពេលចឹងខ្លាចមើលអត់ឈ្នះហើយនេះក៏ខ្ញុំដើរអីមើលថតទស្សនវិជ្ជាអីតិចតួចឆ្ងាយចិត្តអីតាមដែលខ្ញុំអាចថតឲ្យបងប្អូនមើលបានចឹងទៅហើយនិយាយទៅសុបាយបងប្អូននេះហើយបន្ទាប់ពីខ្ញុំថតហើយរជុំវិញនឹងឲ្យបងប្អូនមើលហើយនិយាយថាឡានទឹកដូរពីមួយទៅមួយដូរពីមួយទៅមួយច្រើនណាស់ហើយនេះឡានទឹកទៅដាក់ទឹកថែមទៀតហើយនៅសល់តែមួយទេតែបើធ្វើពិតច្រើនណាស់ហើយក៏ថតឲ្យបងប្អូនមើលមនុស្សកកច្រើនហើយខ្ញុំក៏ចាប់ដើមនាំកូនទៅលេងទឹកម្ដងពេលដែលគាត់ធ្វើអីលេងអីចឹងខ្ញុំក៏នាំកូនទៅលេងទឹកសមុទ្រអីតិចតួចណាលេងបាន2លេងបានទឹកសាបផងទឹកសមុទ្រផងព្រោះចាប់ដើមនាំកូនទៅញ៉ាំអីចឹងណាតែមុននឹងញ៉ាំអីឲ្យលេងទឹកសមុទ្រឲ្យហើយសិនទៅបានពួកខ្ញុំទៅញ៉ាំអីតែពេលញ៉ាំអីនឹងមានបានថតអីទេបងប្អូនព្រោះមនុស្សច្រើនពេកហើយញ៉ៃហើយនៅដាក់ដៃកូនហងអីហងវាអត់មានដៃកាន់កាមេរ៉ាក៏សង្ខេបចឹងទៅហើយមនុស្សកកច្រើនណាលេងទឹកសមុទ្រផងលេងកន្លែងបាញ់ទឹកផងនិយាយទៅសុបាយហើយសប្បាយថ្ងៃទី1ថ្ងៃទី3ទៅលេងនៅខេត្តកំពង់ចាមម្ដងទៅលេងសុកនៅខាងប៉ាម្ដងហើយក៏មានអីបងប្អូនថ្ងៃទី1ខេត្តកែបថ្ងៃទី3ថ្ងៃទី2ជិះឡានជិះអីទៅលេងកំពង់ចាមអញ្ចឹងទៅបងប្អូនទៅលេងបងប្អូនទៅវីដេអូទាំងអស់ហ្នឹងធ្វើឡើងទុកគ្រាន់មើលកំសាន្តសម្រាប់បងប្អូនមើលកំសាន្តហើយក៏ខ្លួនឯងអញ្ចឹងទៅទុកឲ្យកូនមើលពេលដែលកូនធំអញ្ចឹងទៅក៏វាយមើលហើយមកចូលមើលថាពីទូចអាម៉េចអីអាម៉េចហើយដើរលេងណាខ្លះនិយាយទៅជាអនុស្សាវរីយ៍ចឹងណាបងប្អូនហើយវីដេអូក៏អត់មានអីច្រើនដែរហើយក៏ខ្ញុំមិនសូវចេះបញ្ចូលម្លេងដែរតែគាត់ថាមិនដឹងធ្វើមិនទេមានតែនិយាយតាមតាណាចឹងទៅហើយនៅកែបដឹងស្រាប់មានអីមានតែទឹកសមុទ្រហើយនឹងចូលឆ្នាំមានឡានបាញ់ទឹកឡានអីចឹងណាលេងជុំជាមួយបងប្អូនទាំងអស់គ្នាចឹងទៅហើយវីដេអូនេះក៏អត់មានអីដែរបងប្អូនមានតែរូបភាពអីតិចតួចដែរហ្នឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយហើយបញ្ជាក់សាថ្មីខេត្តកែបមិនអត់មានកន្លែងលេងច្រើនណាបងប្អូនតែគ្រាន់តែថាខ្ញុំទៅលេងមកប្រហែលកន្លែងហ្នឹងទេព្រោះខ្ញុំកូនទូចអត់អាចធ្វើដំណើរទៅបានច្រើនកន្លែងដូចគេអញ្ចឹងណាតែចង់បញ្ជាក់សាថ្មីថាវាមានច្រើនកន្លែងណាស់តែខ្ញុំនិយាយមកវាមិនសូវបានល្អទេបងប្អូនព្រោះដោយសារខ្ញុំអត់សូវចេះនិយាយវែងឆ្ងាយសូវចេះនិយាយច្រើនបាច់ក្បួយអញ្ចឹងណាមនុស្សត្រង់ហ្នឹងហើយក៏អរគុណសាថ្មីបាយបាយបាទឥឡូវបងប្អូនបាទអត់ទាន់លោតឈរសងខាងអមសងខាងបាទឈរអមសងខាងបាទចាំមើលបងប្អូនណាខ្លះស្វាក់ចិត្តលោតបាទយកបានអ្នកមួយរៀងទៅបាទ